ងាយបានឃើញអ្នកបន្ទាយមានជ័យក៏ចាក់រូបពុំដោយផ្ទាល់ភ្នែកណាបងប្អូននិយាយទៅមានរូបពុំសัตว์ច្រើនប្រភេទខ្លាំងមែនទែនហើយអ្វីដែលសំខាន់ណាសូម្បីតែពុំក៏គាត់ធ្វើដោយខ្លួនឯងដែរបងប្អូននេះគឺជាសមិទ្ធផលស្អាតខ្លាំងណាស់ហើយអ្វីដែលសំខាន់នោះគឺរូបមាត់បងប្អូនធំខ្លាំងណាស់សូម្បីតែជារូបពុំលក្ខណៈតាឥសីសមាធិអីហ្នឹងបងប្អូនក៏មានដែរច្រើនយ៉ាងខ្លាំងមែនទែនរូបនេះគឺគាត់អត់ទាន់បានបាញ់ពណ៌ដាក់ទេពេលដែលគាត់ដកចេញពីពុំមកគាត់ដាក់តាំងវាហាលថ្ងៃដើម្បីឲ្យវាកាន់តែស្ងួតល្អអីចឹងណាបងប្អូនមានតាំងពីរូបកពើរូបដំរីអីច្រើនខ្ជូតខ្លាំងមែនទែននៅពេលដែលគេបាញ់ពណ៌ឲ្យគឺស្អាតខ្លាំងហ្មងចំពោះរូបដែលមានខ្សែចងនេះបងប្អូនគឺគេរុំឡើងគេដាក់ពុំនៅក្នុងនឹងទៅដើម្បីចាក់ស៊ីម៉ងចូលទៅក្នុងនឹងអីចឹងណាហើយរូបខ្លះចេញមកវាអត់សូវស្អាតវាខុសទម្រង់ដើមខុសរូបរាងពីពុំអីចឹងទៅពួកគាត់អង្គុយដាប់ថែមដូចខ្លានេះចឹងបងប្អូនចេញមកគឺស្អាតខ្លាំងមែនទែនហើយចំពោះពុំដែលធ្វើឡើងពីកៅស៊ូនេះគឺគាត់ធ្វើដោយខ្លួនឯងផ្ទាល់ហ្មងបងប្អូនអានេះគឺរូបមាន់រឿងធំដែរណាបងប្អូនខ្ញុំមិនយល់ទេដំបូងអត់ដឹងថាជារូបអីគេដល់ពេលយកមកលាអញ្ចឹងមិនដឹងថាមាន់ណាបងប្អូនមើលទៅទូចឯងពុំអត់ប៉ុន្តែដល់ពេលចាក់ចេញមកគឺធំខ្លាំងហ្មងហើយសូម្បីតែរូបតាឥសីអីហ្នឹងក៏គេធ្វើជាលក្ខណៈពុំដែរបងប្អូននិយាយទៅគាត់ចង់បានរូបអីគឺគាត់ធ្វើជ័រឲ្យចេញជាពុំចឹងហ្មងហើយចំពោះផើងផ្កានេះវិញគឺគាត់បង្ហូរស៊ីម៉ងមកម្ដងតិចរហូតដល់គាត់យកពុំមកបៀកអីចឹងណាបងប្អូននិយាយទៅធ្វើរូបបានច្រើនមែនទែនចំណែកនេះវិញគាត់កំពុងតែចាក់ពុំរូបក្បាលជ្រូកក៏បងប្អូននិយាយទៅគាត់ចង់បានរូបអីគឺគាត់ចាក់ពុំរូបនឹងឯងនេះបងប្អូនរូបកូនក្មេងរូបអីចេះក៏គាត់ធ្វើចេញមកពីពុំដែរទោះបីជាចាក់ក្នុងពុំក៏ពិតមែនបងប្អូនប៉ុន្តែរូបខ្លះវាចេញមកវាអត់ស្មើអីចឹងក៏ត្រូវការខាត់ឲ្យស្អាតនេះពុំបងប្អូនដល់ពេលវាកើតហើយយើងអាចបកចេញអូនេះបងគាត់បកចេញយើងបកដែរបងបកទៅបើម្នាក់ចេះបកគឺបាក់ក៏បាក់ខ្ញុំបកគឺប៉ះកណាបាក់ទៀតអូដល់ពេលខាងក្នុងវាមានកលាមានអីមកវាបងប្អូនចំពោះបងស្រីគាត់បកអញ្ចឹងជារៀងរាល់ថ្ងៃគាត់ធ្វើអញ្ចឹងមកយូរឆ្នាំហើយអញ្ចឹងជាជំនាញរបស់គាត់តែដល់ពេលខ្ញុំវិញទៅយើងលោកបៀកវាបាក់ហើយខ្ញុំចេះចាំចេញមកតែខ្លួនបាត់ក្បាលបាត់ដោយសារតែកវាទូចយកបងប្អូនដល់ពេលបកមកវាងាយនឹងបាក់ខ្លាំងមែនទែនអញ្ចឹងហើយបងស្រីគាត់ថាបើសិនជាយើងអត់ចេះបកល្មមអីគឺបាក់ហ្មងចំពោះនេះវិញគឺជាកៅអីអង្គុយដែលគេធ្វើមានក្បាលសัตว์អឺតមកអីបងប្អូនចំណែកឯផើងផ្កាធំអស់នេះបងប្អូនធំខ្លាំងមែនទែននិយាយទៅគាត់ធ្វើលក្ខណៈច្រុងអញ្ចឹងណានិយាយទៅគេដាក់ពុំដាក់អីគៀបវាដូចគ្នាអញ្ចឹងបងប្អូនហើយនៅពេលដែលគេចាក់ពុំធ្វើឲ្យរួចរាល់គេយកទៅដាក់ហាលថ្ងៃដើម្បីវាស្ងួតល្អអញ្ចឹងណាហើយនេះបងប្អូននៅពេលដែលគាត់បាញ់ពណ៌បាញ់អីហើយគឺស្អាតខ្លាំងមែនទែនមន់ហ្នឹងចំពោះកន្លែងនេះវិញនៅពេលដែលយើងទៅដល់រោងគាត់ខាងក្រោយគាត់មានចាក់ពុំរូបខ្លាបងប្អូននិយាយទៅគាត់កំពុងតែកូរស៊ីម៉ងដើម្បីលាយត្រៀមចាក់ច្រើនប្រភេទខ្លាំងមែនទែនបងប្អូនឃើញហើយបងប្អូនប្រុសគាត់កំពុងតែចងពុំរូបខ្លាបងប្អូននិយាយទៅក្មេងៗមែនទែនបងប្អូនដែលធ្វើការនៅហ្នឹងហើយមុខរបរទាំងនេះហើយដែលធ្វើឲ្យពួកគាត់មិនបាច់ហត់ចេញទៅធ្វើការនៅក្រៅប្រទេសមិនបាច់ហត់ចំណាក់ស្រុកអីចឹងណាបងប្អូនគាត់អាចធ្វើនៅចិត្តផ្ទះយើងបានអីចឹងទៅមួយថ្ងៃគាត់ធ្វើរូបពុំទាំងអស់ហ្នឹងបានច្រើនខ្លាំងមែនទែនបងប្អូនហើយចំពោះរូបណាដែលធំចឹងទៅគាត់អាចចាក់ស៊ីម៉ងនឹងបង្ហូរចូលទៅប្រហែលជា10ទៅ15មួយកធុងទូចហ្នឹងបងប្អូនតែបើរូបណារៀងទូចដោយអារូបនេះអញ្ចឹងប្រហែលជាខ្ទង់3ទៅ4ធុងហ្នឹងគឺពេញហើយពេញស្អាតចេះហ្មងចំពោះការលាយស៊ីម៉ងគឺគេលាយរាវរបៀបហ្នឹងឯងបងប្អូនបើសិនជាលាយឲ្យរៀងខាប់គឺគេចាក់អត់ចូលទេអញ្ចឹងអត់អាចធ្វើបែបលក្ខណៈខាប់បានទេដល់រលាយរាវបានហើយចំពោះរូបពុំអស់ហ្នឹងប្រហែលជាមួយថ្ងៃអីអញ្ចឹងគាត់អាចបកចេញយកមកហាលថ្ងៃបានហើយចំពោះខ្ញុំវិញដោយសារតែទៅតែឃើញគេចាក់របៀបហ្នឹងលើកទី1បងប្អូនអញ្ចឹងហើយខំប្រឹងមើលខ្លាំងមែនទែនហ្មងអត់ដាច់ភ្នែកសោះនេះវិញគឺជាជ័រនៅពេលដែលគាត់លាបធ្វើពុំហើយគឺវាកករបៀបនេះឯងបងប្អូនហើយនេះសមិទ្ធផលបងប្អូនអើយគឺច្រើនខ្លាំងមែនទែននេះគាត់អត់តាន់បាញ់ពណ៌ហើយយកមកដាក់តាំងណាបងប្អូនរូបខ្លះទៀតក៏គេកំងរូបខ្លះទៀតក៏គាត់ដាក់តាំងលក់អញ្ចឹងទៅដោយសារតែស្អាតបងប្អូនឃើញយ៉ាងកែបមើលទៅដឹងថាកែបហ្មងអត់ឆ្កងទេមុខស្អាតសัตว์អីមើលមកគួរឲ្យស្រឡាញ់ដូចជាមនេះអញ្ចឹងបងប្អូនឃើញយ៉ាងគួរឲ្យស្រឡាញ់មើលទៅដូចជាមមែនទែនអញ្ចឹងឡើងខ្ជូតហ្មងអញ្ចឹងបើសិនជាបងប្អូនចង់បានរូបពុំពីកន្លែងរបស់គាត់អីបងប្អូនអាចមើលលេខទូរស័ព្ទនៅលើ caption ដែលខ្ញុំដាក់នៅខាងលើបាន